លោកជេនស៊ីត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅចិនវិញហើយនៅឡើយតែជនក្បត់ជាតិជេនរាំងស៊ីមួយទៀតបាទដែលត្រូវបានឃាត់ខ្លួនបញ្ជូនមកកម្ពុជានេះគឺជាអ្វីដែលបងប្អូនប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសចង់បានព្រោះអានេះវាក្បត់ជាតិខ្លាំងជាងជេនស៊ីទៅទៀតខ្ញុំនិយាយតាមត្រង់បងប្អូននៅពេលដែលមានការឃាត់ខ្លួនលោកជេនស៊ីខ្ញុំអត់សូវសប្បាយចិត្តប៉ុន្មានទេតែបើសិនជាឃាត់ខ្លួនអាចោក្បត់ជាតិជេនរាំងស៊ីនេះសូមក្រាបឲ្យមង្គមជ្រំចរន្តពួរញាតិញោមពុទ្ធបរិស័ទនៅថ្ងៃនេះគឺឃើញញោមមួយម្នាក់ឈ្មោះអីរតនៈគឺគាត់និយាយថាគេចាប់ជេនស៊ីមិនសូវសប្បាយចិត្តដូចចាប់ជេនរងស៊ីថ្មក៏សូមឆ្លើយតបនៅคลิปមួយដែលក្នុងនាមថ្មជាប្រវត្តិក្នុងនាមថ្មជាប្រសង់ញាតិញោមកណាគុណចាស់គ្រប់អង្គគឺធ្វើម៉េចគឺគាត់រស់នៅដើម្បីព្រុសដើម្បីទៅបានអាចស៊ីធ្វើយ៉ាងម៉េចគឺនិយាយខុសការពិតយ៉ាងណាក៏ដោយក៏គាត់ចេះតែនិយាយទេនឹងគ្នាអាត្មាភាពជាប្រជល់ប្រត់មួយរូបតាំងពីអាត្មាដឹងក្តីមកគឺបានសិក្សារៀនសូត្រខ្លះដែរគឺចូលសាលាខ្លះដែរអត់បាននិយាយតាមគេហើយក៏អត់បានអ្នកណាបង្ខំឲ្យអាត្មានិយាយដែរអាត្មានិយាយតាមមនសិការរបស់អាត្មាដែលឃើញជាក់ស្ដែងតាំងពីអាត្មាដឹងក្តីមករហូតពេលនេះក៏វាយូរណាស់ដែរអាត្មាដែលឃើញថាជេនថាហៅថាជេនទៅតាមគាត់ទៅជេនសំរងស៊ីបំផ្លាញជាតិក្បត់ជាតិខ្មែរកាត់ដីឲ្យយួនកាត់ដីឲ្យថៃបំផ្លាញធម្មជាតិខ្មែរហើយក៏គាត់អត់បានដឹកនាំប្រទេសខ្មែរមួយណាដែរគាត់គិតតែជាតំណាងរាស្ត្រនៅក្នុងគណៈបកប្រឆាំងគាត់ជាមេបកប្រឆាំងហើយក៏ដូចជាញាតិញោមដែលគាត់ចូលរួមនៅតាមបណ្ដាប្រទេសដូចជាសហរដ្ឋអាមេរិកដូចជាបារាំងអីគាត់ចូលរួមភាគទានអត់មានណាបខិតបខំគឺញាតិញោមគាត់ចូលរួមនឹងគឺទៅតាមទឹកចិត្តសទ្ធារបស់គាត់ដើម្បីចូលរួមចំណែកជាមួយគណៈបកប្រឆាំងដើម្បីជួយជនរួមគ្រោះគាត់អត់ដែលទៅបំផ្លាញជាតិគាត់អត់ដែលទៅបំផ្លាញអីបើអាត្មាដឹងក្តីប៉ុណ្ណេះអាត្មាឃើញតែជេនហ៊ុនសែនគឺជាអ្នកបំផ្លាញជាតិក្បត់ជាតិខ្មែរឲ្យជួនជាតិបរទេសចូលមកបំផ្លាញខ្មែរទៅតាមដូចជាជួនជាតិយួនផ្ដាល់សញ្ជាតិឲ្យយួនរោទឹកដីឲ្យយួននៅបំផ្លាញព្រៃឈើធម្មជាតិរបស់ខ្មែរឃើញរហូតដល់ពេលនេះអត់មានចិនសំរងស៊ីទេឃើញមានតែចិនសែនហើយតកូលចិនសែនហ្នឹងគឺជាតកូលក្បត់ជាតិបំផុតបំផ្លាញជាតិខ្មែរតកូលចិនសែនហ្នឹងគឺជាអ្នកសម្លាប់ខ្មែរសម្លាប់អ្នកចេះដឹងខ្មែរសម្លាប់សិល្បៈខ្មែរសម្លាប់ប្រសង់ខ្មែរអត់មានណាក្រៅពីចិនសែនទេដូចលោកគ្រូសុំប៊ុនធឿនអ្នកនាងពេជ្រសេរកាអ្នកលឹមគឹមយាជាវិជាតាំងពីអាត្មាដឹងមកកែមលៃអីហ្នឹងគឺជាទេសនាដៃរបស់ចិនសែនសម្លាប់ទាំងអស់គឺជាអ្នកនៅប្រក្រោយដែលសម្លាប់ជួនជាតិខ្មែរដូចនរោត្តមរណរិទ្ធអីហ្នឹងពីមុនប្រឆាំងជាមួយចិនសែនដល់ចូលមួយចិនសែនធ្វើពបុកឡានចុងក្រោយងាប់ដែររណរិទ្ធវាសម្លាប់តាំងពីប្រសង់វាសម្លាប់តាំងពីអ្នកប្រឆាំងអីសម្លាប់មិនតិចទេក្បត់ទាំងជាតិខ្មែរបំផ្លាញធម្មជាតិខ្មែរឲ្យជួនជាតិយួនចូលនៅទឹកដីខ្មែរអាត្មាអត់ដែលមានឃើញតែចែនសំរងស៊ីឯណាបំផ្លាញជាតិទេអាត្មាអត់ទេអាត្មាអត់ជឿទេអត់ជឿញោមអីទេអាត្មាឃើញតែចែនសែនហ្នឹងជាអ្នកសម្លាប់ខ្មែរជាអ្នកចូលរួមបំផ្លាញជាតិខ្មែរដល់ពេលនេះគឺចូលរួមសម្លាប់កងទ័ពខ្មែរកាត់ដីឲ្យចោលសៀងគឺចិនសែនសម្រាប់កងទ័ពខ្មែរអស់ច្រើនអ្នកដែលសង្គ្រាមរយៈពី2ដង
ในឆ្នាំ 2025 ហ្នឹងគឺសម្រាប់ច្រើនណាស់ហើយវាលាក់បាំងបាត់ទ្រព្យសម្បត្តិច្រើនណាស់អត់មានណាបំផ្លាញជាតិអំពីក្រៅអំពីចិនសែនទេញោមជាងអាហ្នឹងក៏ស្មារឆ្លើយតបប៉ុណ្ណឹងគឺចិនសែនអីជាអ្នកបំផ្លាញផ្លែខ្មែរតាំងពីអាមេរិកគេអត់យកពួនខ្មែររហូតដល់គេយកសុំហើយគេយកពួនខ្មែរលើកមុនគេអត់យកទេណាញោមសុំថ្ងៃណាយកគឺអាមេរិកវាយកដល់ 9% លើកមុនទៅទេឆាញ់យើងនាំចូលអីអាមេរិកវាអាមេរិកអត់យកឥឡូវយកញោមឯងបានសេចក្តីសុខញោមឯងចេះទៅលើកទៅជួសទៅចិនសិនជាធាតុកមួយក៏ដោយគឺញោមឯងលើកយើងនេះសូមក្រាបថ្វាយបង្គំញរ៉ាំពលលា